ទៅតាមធម្មតាតែបើយើងយកចិត្តទុកដាក់ទៅមើលវិញនោះយើងនឹងឃើញភ្លាមថាមុននឹងយកទឹកទាំងនោះមកប្រើគេត្រូវមានអ្នកធ្វើសមាធិកម្រិតឈានខ្ពស់ជាច្រើនមកធ្វើសមាធិដើម្បីឧទ្ទិសបួងសួងស្រូបកម្លាំងធាតុពីចក្រវាឡបញ្ចូលជាមួយនឹងចិត្តបរិសុទ្ធនៅក្នុងទឹករួចទើបយកទឹកទាំងនោះមកព្យាបាលតាមតម្រូវការទី2នៃធម៌ករណីដែលគេមិនអាចនឹងនៅកន្លែងប្រាសាទគេអាចប្រើយកទឹកជំនួសនៅក្នុងស្រះធំប្រាសាទនិព្វានដើម្បីស្រូបយកថាមពលពីចក្រវាឡមកព្យាបាលជំងឺខ្លួនឯងនិងអ្នកដទៃដោយបច្ចេកទេសដូចដែលបានទស្សនានៅទីនេះស្រាប់របៀបអង្គុយតាមបែបផ្កាឈូកងាយឬពាក់កណ្ដាលផ្កាឈូកឬផ្កាឈូកពេញដៃស្ដាំតំណាងធាតុបូកនៅក្នុង ADN ឲ្យសត្វនាគនៅខាងស្ដាំប្រាសាទដៃឆ្វេងតំណាងធាតុដកនៅក្នុង ADN តាងឲ្យសត្វនាគនៅខាងឆ្វេងប្រាសាទម្រាមដៃទាំង5តំណាងឲ្យក្បាលនាគទាំង5មានមេដៃតំណាងឲ្យធាតុដីចង្អុលដៃតំណាងឲ្យធាតុទឹកម្រាមដៃកណ្ដាលតំណាងឲ្យធាតុភ្លើងនិងនាងដៃតំណាងឲ្យធាតុខ្យល់និងកូនដៃតំណាងឲ្យធាតុអាកាសដៃទាំងពីរផ្គុំចូលគ្នាគឺតំណាងឲ្យសត្វនាគទាំងពីរពាន់ចូលគ្នាឆ្អឹងខ្នងនិងឆ្អឹងករត់ត្រង់គ្នាស្របទំនាញផែនដីតំណាងឲ្យតួប្រាសាទឈរត្រង់លើខឿនចិត្តមុតជាកូនសោសំខាន់សម្រាប់បើកទ្វារធម្មពលធម្មជាតិរបស់មនុស្សនៅត្រង់ចង្កេះគឺតំណាងឲ្យទឹកពេញស្រះធំខ្យល់ដង្ហើមដកតំណាងឲ្យសត្វចូលដកដង្ហើមបរិបូរណ៍តំណាងឲ្យសត្វសេះធំប្រឈរនឹងនាគទាំងពីរចាសុំចាជាបន្តតទៅទៀតនេះគឺជាការសម្ដែងក្បាច់គុណហនុមានទ្រភ្នំសម្ដែងដោយកុមារីកល្យានិងមិត្តរួមក្រុមសូមអញ្ជើញក្រុមសម្ដែងនៅក្នុងរឿងកោសមុទ្រទឹកដោះចារឿងកោសមុទ្រទឹកដោះនេះគឺជារឿងទេវកថាដែលមានចំណាស់យូរលង់ណាស់មកហើយក្នុងរឿងនេះបុព្វបុរសខ្មែរតែងតែបានឆ្លាក់លើគ្រប់ប្រាសាទអាចនិយាយបានថាទីណាមានប្រាសាទទីនោះមានចម្លាក់រឿងកោសមុទ្រទឹកដោះតើរឿងនេះមានសារៈសំខាន់អ្វីខ្លះចាដំណើររឿងសង្ខេបគឺតាំងពីយូរលង់ណាស់មកហើយដោយសារតែការលោភលន់ចង់បានអំណាចគ្រប់គ្រងលើពិភពទាំងឡាយពួកអសុរៈនិងពួកទេវៈដែលមានឫទ្ធានុភាពដូចគ្នាតែងតែបញ្ចុះសម្រុងនឹងគ្នាហើយច្បាំងគ្នាឥតឈប់ឈរក្រុមទាំងពីរបានយកភ្នំមន្ត្រៈធ្វើជាស្នូលគោនិងយកស្ដេចពស់វ៉ាសុគីធ្វើជាខ្សែពួរទាញបង្វិលស្នូលការកោសមុទ្រទឹកដោះបានប្រព្រឹត្តទៅជាច្រើនដំណាក់កាលនិងអស់រយៈពេលរាប់ពាន់ឆ្នាំជាដំបូងក្រុមទេវៈសម្រេចចិត្តទាញខាងក្បាលសត្វពស់ឯពួកអសុរៈទាញខាងកន្ទុយលុះគោដល់ពាក់កណ្ដាលទីភ្នំមន្ត្រៈត្រូវបានផ្អៀងធ្វើឲ្យដំណើរការកោទឹកសមុទ្រត្រូវផ្អាកជាបណ្ដោះអាសន្នព្រះវិស្ណុក៏បានបែងភាគជាសត្វអណ្ដើកធំមួយឈ្មោះកុបមុជចុះទៅទ្រភ្នំមន្ត្រៈពីក្រោមរហូតដល់ភ្នំអាចឈរត្រង់ដូចដើមវិញហើយដំណើរការកោទឹកសមុទ្រក៏បន្តឡើងទៅទៀតព្រះអង្គបានប្រែព្រះកាយជាស្រីរបស់មួយរូបស្រស់ឈ្មោះមហិនីទ្រង់បន្តទ្រង់កណ្ដៀតក្អមដាក់ទឹកអមរិតច្រៀងរាំចំកណ្ដាលក្រុមទេវៈនិងក្រុមអសុរៈដែលកំពុងឈរព័ទ្ធជុំវិញព្រះវិស្ណុទ្រង់ធ្វើដូច្នេះទ្រង់បន្លំភ្នែកអសុរៈឲ្យភ្លេចគិតពីការចង់បានទឹកអមរិតក្នុងពេលទ្រង់សម្ដែងរបាំនេះព្រះវិស្ណុបានលួចចែកទឹកអមរិតឲ្យពួកទេវៈតែប៉ុណ្ណោះចំណែកពួកអសុរៈគ្មានគំ
ណាងនឹងបានទទួលទឹកអមរិតសូម្បីតែមួយដំណក់ក៏គ្មានដែរដឹងហេតុការមិនស្រួលព្រះអសុរៈឈ្មោះចក្រាចារ្យដែលមានមន្តវិជ្ជាខ្ពង់ខ្ពស់បានប្រែកាយបន្លំជាទេវៈហើយចូលឈរជាមួយនឹងពួកទេវៈហើយបន្ទាប់មកទទួលបានទឹកអមរិតសុចក្រាចារ្យក៏លេបចូលទៅក្នុងមាត់មួយរំពេចភ្លាមនោះព្រះច័ន្ទនិងព្រះអាទិត្យបានដឹងហេតុការណ៍ក៏ស្ទុះទៅប្រាប់ព្រះវិស្ណុដោយខឹងក្រោធនឹងអសុរៈហ៊ានបន្លំខ្លួនធ្វើជាទេវៈព្រះវិស្ណុចាប់កងចាក់ទប់ផ្ដាច់កចក្រាចារ្យធ្វើឲ្យចំណែកខាងក្បាលคล้ายទៅជាអតិទេពមួយអង្គឈ្មោះរាហូនិងដងខ្លួនคล้ายទៅជាអតិទេពឈ្មោះកេតុដោយសារខ្លួនដាច់ជាពីរកំណាត់យ៉ាងអណយអធមបណ្ដាលមកពីការអុចអាលរបស់ព្រះច័ន្ទនិងព្រះអាទិត្យទើបរាហូមានកំហឹងនឹងអតិទេពទីអង្គយ៉ាងខ្លាំងហើយតែងតែប៉ុនប៉ងសងសឹកជានិច្ចនៅក្នុងជំនឿខ្មែរបុរាណអតិទេពពីរាហូនិងកេតុត្រូវបានគេចាត់ទុកជាអតិទេពតំណាងឲ្យជោគជតារាសីល្អនិងអាក្រក់រាហូតំណាងឲ្យប្រផ្នូលល្អឬសំណាងល្អចាសសូមអរគុណចាសចាសសូមអរគុណសូមសម្លេងផ្ទះដៃមួយចាសចាហើយកម្មវិធីជាបន្តទៅទៀតនេះគឺជាកម្មវិធីរបស់យុវជនចានាងខ្ញុំសូមប្រកល់កម្មវិធីនេះជូនទៅក្រុមយុវជនវិញចានាងខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនទាំងអស់គ្នាដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីទំពាំងស្នងឫស្សីនេះផងដែរចាហើយនាងខ្ញុំក៏មិនភ្លេចថ្លែងអំណរគុណដល់គណៈកម្មការដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីប្រមូលជាថវិកាជួយដល់បងប្អូនជនរងគ្រោះផ្នែកកម្ពុជាក្រោមចាដូចជានិស្សិតក្តីដែលពួកគាត់ខ្វះថវិកាក្នុងការសិក្សាបន្តចាសូមអរគុណចាចឹងសូមអញ្ជើញសូមស្វាគមន៍សម្លេងស្វាគមន៍ក្រុមតន្ត្រីនាគទេពចាសូមសម្លេងផ្ទះដៃមួយចាពេលឡើងរំមកនេះផ្ទះដៃឡើងរំមកហើយតាមនេះម្ដងហ្នឹងហើយគឺថាជាតារាមួយដែលសក់កញ្ញាឲ្យហៅថាកញ្ញាញ់តែគាត់មកនេះគាត់ខំបរៀបសក់គាត់ការពិតសក់គាត់រួញចាហើយតារាម្នាក់នេះមកខ្ចីចាស់អ្នកភ្លេងចង់តែងយើងហើយចំណាយអូនអើពិតឬអត់សក់ហ្នឹងអូយកុំមាត់មើលអាប់ហើយឡើយចាំតិចទៀតចាំចេញចឹងហើយចេញហើយចេញប្រុយទៀតនឹកនៅតែនឹកមិនចាំចិត្តនៅតែនឹកដល់រៀមរាហើយចាំលុបពីអោរ
ទេបានក្មួយស្រីមកអញ្ចឹងទៅជ្រៀងបរួហើយចេះកប្លែងទៅគឺថាពូសប្បាយចិត្តហើយក្នុងនាមខ្មែរក្រោមគឺថាបាននាងសុខាជាក្មួយបានវណ្ណាបានក្មួយសុជាតាបានសុភារាបានវុធីបានផាងប្អូនអ្នកទេពទាំងអស់ហើយបានប្អូនមកពីរស្មីខ្មែរក្រោមនៅភីឡាហ្នឹងដែលមកជួយហ្នឹងគឺថារួមបងប្អូនទាំងអស់ហ្នឹងគឺថាមកស្វាគមន៍បងប្អូនខ្មែរក្រោមជាខ្មែរយើងទៅចាសូមសម្លេងតែដៃស្វាគមន៍មួយចាអរគុណបងប្អូនអរគ្នាហើយបន្តិចទៀតនេះយើងលេងមានរបាំខ្មែរលើបាទលេងជាអត់នេះទេដឹកនាំដោយក្រុមរបាំខ្មែរលើចាសម្ដែងដោយលោករស់សុធារាលោកសុខុមអ្នកនាងខុនវណ្ណាអ្នកនាងថាច់លីណាចាសម្ដែងពីបទចាមានចំណងជើងថារាំតាមសំឡេងកងនិងសម្រស់ជ្រោះប៊ូស្រាចាបាទរាំតាមសំឡេងកងនិងសម្រស់ជ្រោះប៊ូស្រាបាទជ្រោះប៊ូស្រាគឺបងប្អូនដឹងស្រាប់ហើយរាំតាមសំឡេងកងជ្រោះប៊ូស្រានៅភាគឦសានចាសូមគោរពអញ្ជើញចាបាទសូមខ្មែរលើមកឡើងមកច្រៀងមកចាសំឡេងផ្ទះដៃឲ្យខ្លាំងទាំងអស់គ្នាចាក្រុមខ្មែរលើនេះគឺបងប្អូនដែលធ្លាប់អញ្ជើញទៅខេត្តមណ្ឌលគិរីចាបានដឹងហើយចានៅទឹកជ្រោះប៊ូស្រាហ្នឹងនៅជុំវិញទឹកជ្រោះប៊ូស្រាហ្នឹងគឺយើងឃើញមានជនជាតិខ្មែរលើរស់នៅចាតាមដងភ្នំហ្នឹងចាសូមសម្លេងផ្ទះដៃម្ដងទៀតចាយើងនឹកឃើញដល់ជនជាតិដើមរបស់យើងដែលនៅខាងភូមិភាគឦសានហ្នឹងឥឡូវយើងយកមករំលឹកវិញក៏ដូចយើងនឹកឃើញដល់ជនជាតិដើមខ្មែរក្រោមកម្ពុជាក្រោមដែលថាយួនបានយកហ្នឹងឥឡូវចាដោយសារដោយកម្មវិធីនេះយើងបានបង្រួបបង្រួមខ្មែរលើខ្មែរក្រោមចាដូច្នេះខ្មែរក្រោមបានបងប្អូនបានឮបានស្ដាប់ហើយចាពីខ្មែរក្រោមឥឡូវនេះចង់បង្ហាញពីខ្មែរលើម្ដងចាអញ្ចឹងសូមអញ្ជើញភ្លេងចាស្មងបដោទាំងប្រាត្រឡៃពិតមកដោទាំងប្រាបានលើសំដីមកហើយต้องធម្មរកអារម្មណ៍សំបាយទេសន្តានសំក្រទ្រូប្រំប្រានឹងសំក្រទ្រូប្រំប្រាយើងរងកំសា